សម្រាប់អ្នកដែលអានប្រវត្តិសាស្ត្រនគរទាំង3ភាគច្រើនគេតែងតែបន្សល់ពាក្យមួយប្រសិនបើគួជាមិនស្លាប់ក៏គ្មាននគរទាំង3និងពាក្យមួយទៀតថាប្រសិនបើគួជាមិនស្លាប់ជូកលៀងនឹងមិនចុះពីលើភ្នំពាក្យទាំងនេះបានល្បីរន្ទឺយូរមកហើយមតិខ្លះគាំទ្រគួជាហើយអ្នកខ្លះទៀតគាំទ្រជូកលៀងនៅក្នុងវីដេអូនេះខ្ញុំមិនបានប្រៀបធៀបគួជានឹងជូកលៀងទេខ្ញុំគ្រាន់តែវិភាគពីទស្សនៈនិងសមត្ថភាពដែលផ្អែកលើប្រវត្តិសាស្ត្ររបស់គួជាហើយនៅវីដេអូក្រោយខ្ញុំនឹងប្រៀបធៀបរវាងគួជានិងជូកលៀងតើអ្នកណាមានសមត្ថភាពជាដំបូងមុនឈានដល់ការវេកញែកសមត្ថភាពរបស់គួជាយើងគួរតែយល់ខ្លះព្រោះថាចំណុចសំខាន់បំផុតដែលត្រូវបានគេហៅថាសម័យនគរទាំង3គឺក្រោយបញ្ចប់សង្គ្រាមនៅសមរភូមិទន្លេក្រហមឬឈើពីរបន្ទាប់ពីឆាយត្រូវបានចាញ់គាត់បាននិយាយថាប្រសិនបើគូហ្វឹងស៊ីវនៅមានជីវិតគាត់មិនអនុញ្ញាតឲ្យខ្ញុំដល់ចំណុចនេះទេប្រសិនបើឆាយអាចកម្ចាត់សម្ព័ន្ធសុនលលាវក្នុងសមរភូមិនេះឆាយនឹងបង្រួបបង្រួមទឹកដីទាំងស្រុងឆាយហ៊ាននិយាយបែបនេះបញ្ជាក់ថាសមត្ថភាពរបស់គួជាពិតជាមិនធម្មតាទេតើបើគួជានៅរស់ពិតជាអាចជួយឆាយគ្រប់គ្រងទឹកដីប្រទេសចិនមែនទេតោះយើងទៅមើលឥតសមត្ថភាពគួជាទាំងអស់គ្នាទី1គួជាពូកែវិនិច្ឆ័យមនុស្សគួជាដើមឡើយជាអ្នកក្រៅបង្គាប់របស់យានសាវតែដោយសារយានសាវមិនមែនជាម្ចាស់ល្អគាត់បានទៅចូលរួមជាមួយឆាយគួជាប្រកបណាស់គឺជាអ្នកយុទ្ធសាស្ត្រដ៏អស្ចារ្យមួយរូបប៉ុន្តែសមត្ថភាពដែលខ្លាំងជាងគេរបស់គាត់មិនមែនសមត្ថភាពយុទ្ធសាស្ត្រនោះទេនោះគឺជាសមត្ថភាពយល់ចិត្តមនុស្សដែលជាសមត្ថភាពមួយមិនអាចងាយមានអ្នកចេះព្រោះចិត្តមនុស្សពិបាកទាយទុកបំផុតដោយពាក្យខ្មែរបុរាណតែងពោលថាទឹកសមុទ្រជ្រៅតែនៅមិនជ្រៅដូចចិត្តមនុស្សដូចនេះការដែលអាចមើលធ្លុះចិត្តមនុស្សមិនមែនជាសមត្ថភាពធម្មតានោះទេទី2គាត់ជាទីប្រឹក្សាដែលឆាយជឿជាក់ជាងគេនិយាយថាឆាយមានទីប្រឹក្សានិងមេតបជាច្រើននៅក្រោមបញ្ជារបស់គាត់ដូចជាសៀងអ៊ីស៊ីយើជាស៊ីឆឹងអ៊ីស៊ឺម៉ាអ៊ីលីវអ៊ីជាដើមប៉ុន្តែមានតែគួជាប៉ុណ្ណោះដែលខ្លាចជាមនុស្សដែលឆាយជឿជាក់និងស្ដាប់បង្គាប់គួជាបានចូលរួមជាមួយយានសាវដំបូងឡើយដែលជាម្ចាស់មានអំណាចនឹងទឹកដីធំជាងគេប៉ុន្តែគួជាមិនអាចស្នាក់នៅទីនោះបានយូរទេដោយសារយានសាវមិនចេះប្រើមនុស្សទោះបីគាត់មានមហិច្ឆតាធំក៏គាត់មិនចេះសម្រេចចិត្តស្ទាក់ស្ទើរមិនដាច់ស្រេចមិនអាចខ្លាចជាអ្នកសង្គ្រោះនគរឲ្យផុតពីគ្រោះថ្នាក់ហើយការបង្កើតបុព្វហេតុដ៏ធំនៃការឡើងជាស្ដេចគឺពិបាកសម្រាប់គាត់គួជាទីបំផុតបានចាកចេញពីយានសាវទៅចុះចូលជាមួយឆាយតាមការឧទ្ទិសនាមរបស់សៀងអ៊ីក្រោយមកលីវប៉ៃត្រូវបានបណ្ដេញចេញពីសៀវភ័យដោយលីពូហើយគ្មានកន្លែងស្នាក់នៅបន្ទាប់ពីឆាយបានយកឈ្នះលីពូលីវប៉ៃបានតាមឆាយទៅស៊ីឆាងទីប្រឹក្សាទាំងអស់ឃើញថាលីវប៉ៃជាមនុស្សមានឆន្ទៈមហិច្ឆតាមិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃទីប្រឹក្សាឆឹងអ៊ីបានស្នើឲ្យកម្ចាត់លីវប៉ៃតែគួជាបានជំទាស់ហើយគាត់បាននិយាយថាលីវប៉ៃមានកេរ្តិ៍ឈ្មោះល្បីល្បាញជាវីរបុរសមានចិត្តធម៌ហើយបានមកជ្រកកោនជាមួយលោកម្ចាស់បើលោកម្ចាស់សម្លាប់គាត់ពេលនេះលោកម្ចាស់នឹងមានកេរ្តិ៍ឈ្មោះអាក្រក់កើតជាសត្រូវមនុស្សទូទាំងនគរវាច្បាស់ណាស់ទីហ៊ាននិងទីប្រឹក្សានឹងនៅឆ្ងាយពីលោកម្ចាស់គួជាបានផ្ដល់គំនិតដែលល្អជាងនេះទៅទៀតដល់ឆាយគាត់បាននិយាយថាទោះបីជាលីវប៉ៃឥឡូវនេះស្ថិតក្នុងស្ថានភាពធ្លាក់ដល់បាតក៏ដោយក៏គាត់មានជំនួយពីគួនអ៊ីនិងចាងហ្វៃដែលអ្នកទាំងពីរនេះមានអំណាចគ្រប់គ្រាន់ក្នុងការកម្ចាត់ខ្មាំងសត្រូវរាប់ពាន់នាក់ហើយលីវប៉ៃបានឈ្នះចិត្តមនុស្សវាជាការគំរាមកំហែងដ៏ធំក្នុងពេលមិនយូរមិនឆាប់លោកម្ចាស់គ្រាន់តែឃុំខ្លួនគេនៅក្នុងផ្ទះដាក់អ្នកស៊ើបការពីគេទៅបានហើយ ព
ប៉ុន្តែជាអកសរឆាយឆាយមិនបានធ្វើតាមការណែនាំរបស់គាត់ដែលផ្ដល់ឱកាសឲ្យលឺបីរត់គេចខ្លួនលើពីនេះការវិនិច្ឆ័យមនុស្សរបស់គួកជាគឺត្រឹមត្រូវនៅពេលដែលឆាយឆាយកំពុងជាប់ដៃប្រយុទ្ធទៅលើសមរភូមិគាន់ទូជាមួយយានសាវស្រាប់តែទទួលដំណឹងពីព័ត៌មានសមរភូមិក្រោយថាសុនឆៈមកពីជាងតង់កំពុងរៀបចំបញ្ជូនទ័ពវាយប្រហារស៊ីឆាងពេលនោះឆាយឆាយមិនអាចត្រឡប់មកវិញទេគួកជាបានទស្សទាយយ៉ាងត្រឹមត្រូវអំពីជោគវាសនារបស់សុនឆៈគាត់បាននិយាយថាសុនឆៈមានមន្តស្នេហ៍ដែលអាចធ្វើឲ្យមនុស្សហ៊ានស្លាប់ជំនួសគាត់ប៉ុន្តែគាត់មិនសូវប្រុងប្រយ័ត្ននិងមិនចេះការពារខ្លួនហើយគាត់ប្រកាសជាស្លាប់ក្នុងកណ្ដាប់ដៃនរណាម្នាក់មិនខានលោកម្ចាស់មិនចាំបាច់ព្រួយបារម្ភពីគេទេដូចជាការដែលគាត់រំពឹងទុកក្នុងកំឡុងពេលដំណើរបោបាញ់របស់សុនឆៈត្រូវឃាតករឈ្មោះថាស៊ីកុងបានធ្វើឃាតហើយគាត់បានស្លាប់ភ្លាមបន្ទាប់ពីរបួសធ្ងន់ធ្ងរព្រួញបាញ់ទម្លុះថ្ពាល់រឿងទាំងអស់នេះវាគ្រប់គ្រាន់នឹងអាចបញ្ជាក់ថាគួកជាពិតជាពូកែវិនិច្ឆ័យមែនទី3សមត្ថភាពរបស់គួកជាយើងមិនអាចប្រកែកបានទេឬនិយាយបំភ្លើសបន្ថែមនោះទេលក្ខណៈពិសេសដ៏អស្ចារ្យរបស់គួកជាគឺជាយុទ្ធសាស្ត្ររបស់គាត់គួកជាគឺពិតជាកម្ពុជាទីប្រឹក្សាម្នាក់យើងក៏លេចមើលជ័យជំនះដំបូងរបស់ឆាវឆាវគួកជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់យោបល់ឲ្យឆាវឆាវដើម្បីបង្រួបបង្រួមភាគខាងជើងជាពិសេសក្នុងសមរភូមិគាន់ទូហើយបានបញ្ចុះបញ្ចូលឆាវឆាវឲ្យកម្ចាត់ភាគខាងកើតយកឈ្នះលីពូនិងលាវប៉ៃដើម្បីបំបត្តិកង្វល់នេះជាមុនហើយថែមទាំងបានចាក់គ្រឹះឲ្យឆាវអួយបង្រួបបង្រួមភាគខាងជើងបន្ទាប់ពីគាត់បានស្លាប់ឆាវឆាវបានបរាជ័យច្រើនដងបន្ទាប់ពីការបរាជ័យនៅឈើពីឆាវឆាវបានស្រែកថាបើគួកជានៅទីនេះគាត់ច្បាស់ជាមិនបរាជ័យនោះទេវាបានធ្វើឲ្យទីប្រឹក្សាទាំងអស់មានការខ្មាស់អៀនអាចនិយាយបានថាគួកជាពូកែក្បួនយុទ្ធសាស្ត្រនិងការប្រយុទ្ធក្នុងកំឡុងពេលនៃជីវិតរបស់គាត់ឆាវឆាវបានតែងតាំងគួកជាទីប្រឹក្សាយោធានិងជាប្រធានទីប្រឹក្សាគួកជាបានស្លាប់ដោយសារជំងឺកំឡុងពេលបេសកកម្មរបស់ឆាវឆាវទៅលៀងតុងនៅអាយុ39ឆ្នាំកំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថាបើគួកជាមិនស្លាប់គាត់នឹងក្លាយជាមន្ត្រីដែលគួរឲ្យទុកចិត្តបំផុតរបស់ឆាវឆាវហើយឆាវឆាវទំនងជាធ្វើត្រាប់តាមលាវប៉ៃប្រគល់កូនប្រុសរបស់ខ្លួនឲ្យជូកលៀងគួកជាគឺមានចរិតលក្ខណៈរបស់មេទ័ពនិងជាអ្នកកម្ពុជាយុទ្ធសាស្ត្រគាត់បានរៀបចំផែនការយុទ្ធសាស្ត្រឈ្នះ10និងចាញ់10ជាឧទាហរណ៍វិភាគអំពីយានសាវនិងឆាវឆាវដើម្បីលើកទឹកចិត្តឆាវឆាវនិងមេទ័ពគាត់មិនត្រឹមតែមានយុទ្ធសាស្ត្រហើយក៏ជាអ្នកបង្កើតគោលនយោបាយជាតិទាក់ទងនឹងការបង្កើតគោលនយោបាយជាតិជូកលៀងលូស៊ូនិងសៀងអ៊ីជាមនុស្សរួមចំណែកកសាងមូលដ្ឋានគ្រឹះគោលនយោបាយជាតិរៀងៗខ្លួនជូកលៀងមានយុទ្ធសាស្ត្រឡុងចុងលូស៊ូនិងសៀងអ៊ីក៏មានដូចគ្នាតែមិនបានដាក់ឈ្មោះបើនិយាយពីស្ថានភាពសមរភូមិលើកលែងតែសមរភូមិគាន់ទូដែលអ្នកខ្សោយបានឈ្នះអ្នកខ្លាំងការប្រយុទ្ធផ្សេងៗរបស់គួកជាបានដំណើរការយ៉ាងរលូនប៉ុន្តែគាត់មិនអាចប្រៀបធៀបជាមួយជូកលៀងចៅអ៊ីលូស៊ីងទេព្រោះមនុស្សទាំងអស់នោះជាអ្នកដឹកនាំសង្គ្រាមដោយផ្ទាល់ចំណែកគួកជាគ្រាន់តែជាទីប្រឹក្សាផ្ដល់យោបល់ជាបុគ្គលិកដែលទទួលបានការទុកចិត្តពីឆាវឆាវប៉ុណ្ណោះតាមពិតមុនសមរភូមិឈើពីទីប្រឹក្សាឈឹងអ៊ីនិងជាស៊ីបានផ្ដល់យោបល់ត្រឹមត្រូវដល់ឆាវឆាវរួចហើយប៉ុន្តែឆាវឆាវមានចិត្តអន្ទះសារខ្លាំងពេកចង់សម្រេចមហិច្ឆតាឲ្យឆាប់រហ័សហើយមិនព្រមស្ដាប់ទីប្រឹក្សាចំពោះគំនិតរបស់ពួកគេការពិតសមត្ថភាពទីប្រឹក្សាទាំងនោះក៏មិនធម្មតាដែរគ្រាន់តែថាទំនាក់ទំនងរបស់គួកជានិងឆាវឆាវស្អិតរមួតជាងគួកជាគឺជាទីប្រឹក្សាតែមួយគត់ដែលធ្វើឲ្យឆាវឆាវព្រមស្ដាប់យោបល់របស់គាត់បើពេលនោះគួកជានៅរស់ឆាវឆាវប្រកាសណាស់នឹងស្ដាប់ដំបូន្មានគាត់ហើយមិនប្រញាប់ប្រញាល់vìសម្ព័ន្ធមិត្តសិនលាវបង្កើតជាសមរភូមិឈើពីរទេប្រហែលជាពេលនោះឆាវឆាវផ្គាប់ចិត្តប្រជារាស្ត្រជីងចៅ
ហើយបន្ទាប់មកបញ្ជូនទ័ពទៅដោះស្រាយជាមួយស៊ុនលីវឲ្យសភាពការប្រែប្រួលជាមុនសិនតែជាអកុសលឆាវឆាវបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅសមរភូមិជើ2ទើបគាត់ដឹងថាសម្ដីទីប្រឹក្សាចឹងអ៊ីនឹងជាស៊ីត្រឹមត្រូវហើយអនុវត្តផែនការយកចិត្តរះក្រោយពីបរាជ័យដូច្នេះបើគួជានៅរស់ច្បាស់ណាស់ឆាវឆាវប្រកាសជាមិនចាញ់ជាមួយនឹងកម្លាំងយោធាទឹកដីរបស់ឆាវឆាវរួមផ្សំនឹងប្រាជ្ញារបស់គួជាដែលឆាវឆាវតែងតែស្ដាប់តាមបង្គាប់របស់គាត់វាប្រកាសណាស់ដែលគួជាមិនព្រមឲ្យឆាវឆាវលើកទ័ពភ្លាមនោះទេចាំស៊ុននឹងលីវបែកបាក់ទើបលើកទ័ពហើយការបង្រួបបង្រួមនៃពិភពលោកនឹងងាយស្រួលមានគួជាប្រហែលជាអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្របន្ទាប់ពីរាជវង្សហានខាងកើតនឹងមិនមានសម័យនគរទាំង3ទេប៉ុន្តែជាសម័យរាជវង្សអ៊ួយបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយទៀត